ព្រោះថាការសบายរបស់ប្រជាពលរដ្ឋតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់អញ្ចឹងទេបានខ្ញុំកណ្ដាលខ្ញុំតែងតែនិយាយថាកំហុសខ្លះតែកើតមានសម្រាប់កងកម្លាំងប្រដាប់អាវុធក៏ប៉ុន្តែត្រូវឃើញគុណសម្បត្តិរបស់ពួកគាត់យើងសប្បាយទទួលទេវតាក៏ប៉ុន្តែទាហាននៅការពារទួលដែរអាវុធហត្ថនគរបាលគឺនៅការពារឲ្យយើងសប្បាយគ្នាអត់បានជួបជុំប្រពន្ធក្រុមទេមន្ត្រីជាចៅហ្វាយស្រុកជាចៅហ្វាយខេត្តតែងពិនិត្យមើលនៅសភាពការទាំងឡាយដែលមាននៅក្នុងដែនដីរបស់ខ្លួននេះជាកាតព្វកិច្ចហើយសង្ឃឹមថាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនឹងបន្តយកចិត្តទុកដាក់តាមដានកិច្ចការងារនេះតទៅទៀតសូមជម្រាបប្រគេនសម្ដេចបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គនិងបងប្អូនជនរួមជាតិឲ្យបានជឿថា